អតីតកាលជាធัวកន្លងហើយពាក្យថាអតីតកាលជាធัวកន្លងហើយហ្នឹងស្អីក៏ដោយ happen in the past ដែលកើតឡើងនៅក្នុងអតីតកាលវាបានកើតឡើងរួចទៅហើយអនាគតក៏មិនតាន់មកដល់មិនបាច់គិតច្រើនពេកទេតែត្រូវគិតថាបច្ចុប្បន្នអ្នកកំពុងធ្វើអ្វីជារឿងដែលអ្នកកំពុងពិសោធន៍បានមែនទេគាថាមួយក៏ព្រះអង្គសម្ដែងថាយោចៈពុពេបមច្ចិត្វាបច្ឆាសោណបមច្ចិតេអ្នកណាប្រមាទហើយកាលពីពេលមុនមានន័យពីមុននឹងប្រមាទហើយអញ្ចឹងពាក្យថាប្រមាទនឹងរឿងអាក្រក់គ្រប់បែបយ៉ាងដែលធ្លាប់ធ្វើបច្ឆាសោណបមច្ចិតេប៉ុន្តែក្រោយមកខ្លាយទៅជាបុគ្គលឈប់ប្រមាទមានស្មារតីឡើងវិញប៉ុន្តែកន្លែងនេះយើងកុំចិត្តវិនិច្ឆ័យថាអូធ្វើខុសមិនក៏ដោយឲ្យតែសុំទោសរួចខ្លួនណាមិនមែនទេលក្ខណៈនៃការសុំទោសនៃការដឹងទោសត្រូវប្រកបដោយលក្ខខណ្ឌ3ទី1ដឹងថានោះជាកំហុសពិតមានការសោកស្ដាយពិតទី2ហ៊ានប្រកាសនៅទោសកំហុសរបស់ខ្លួនឯងមិនចាំបាច់ដល់គេតាមតាន់បាននិយាយទេលក្ខណៈសុំទោសអ្នកខ្លះដល់លាក់លែងចិត្តអីហ្នឹងដល់តែគេចាប់បានអីហ្នឹងបានមកសុំទោសមិនមែនជាលក្ខណៈហ្នឹងទេលក្ខណៈដែលដឹងទោសពិតប្រាកដហ្នឹងឧទាហរណ៍អត់មានណាដឹងទេប៉ុន្តែក្រោយពេលស្ដាប់បណ្ឌិតណាម្នាក់ឬក៏ក្រោយការពិចារណាថាឃើញនោះជាទោសកំហុសពិតមែនស្ដាយមែនថាខុសមែនហើយហ៊ានប្រកាសថានោះគឺជាកំហុសរបស់ខ្លួនមែនហើយក៏សុំទោសមែននឹងតាំងចិត្តថាមិនប្រព្រឹត្តអញ្ចឹងតទៀតទេនេះជាលក្ខណៈដឹងទោសពិតប្រាកដចឹងពាក្យ sorry ហ្នឹងនរណាក៏ចេះនិយាយទេប៉ុន្តែ sorry ពិតប្រាកដវាទល់តែស្ដាយកំហុសនឹងមែននេះអាក្នុងលក្ខណៈហ្នឹងដែលព្រះអង្គសម្ដែងថាពេលក្រោយមកคล้ายជាបុគ្គលឈប់ប្រមាទព្រះអង្គប្រៀបដូចជាប្រច័នពេញបរមីចឹងអភាមុតតោវចន្តិមាប្រៀបដូចព្រះច័ន្ទក្នុងពេលដែលអស់ពណ៌ពួករួចចាកពពួកដូចពេទ្យព្យាបាលចឹងវត្ថុបំណងរបស់ពេទ្យគឺឲ្យអ្នកជំងឺជាហើយដល់ពេលជាហើយវាមិនចាំបាច់ប្រកាន់ថាគាត់ធ្លាប់កើតជំងឺអីទេកាលឈឺគឺវាឈឺក៏ប៉ុន្តែវត្ថុបំណងរបស់គ្រូពេទ្យគឺចង់ឲ្យអ្នកជំងឺនោះជាហើយជាធ្វើម៉េចទៀតជាទៅផ្ទះទៅជាហើយចប់ហើយប៉ុន្តែនៅក្នុងសន្តានពុទ្ធជនយើងដ៏ច្រើនណាស់ទោះបីក្រោយមកអ្នកនោះកែខ្លួនហើយក៏ដោយទៅនិយាយដើមនឹងនិយាយអាកាលមុននោះនៅតែចង់អូសគាត់ទៅក្នុងអាសេចក្តីអាក្រក់នឹងទៀតអាគាត់នឹងពីមុនថាពីមុនមិនសំខាន់ទេប៉ុន្តែឥឡូវគាត់មិនមែនទេជាងការមើលងាយអញ្ចេះអានឹងកាលមុនខ្វៀលគោឲ្យអញសោះហ្នឹងប៉ុន្តែឥឡូវគេនោះទៅធ្វើអីបាត់គេទៅធ្វើរដ្ឋមន្ត្រីគេទៅធ្វើចៅហ្វាយក្រុងគេទៅធ្វើស្អីបាត់ហើយប៉ុន្តែគាត់ខ្វះអាការឲ្យតម្លៃថាមនុស្សនឹងជាមនុស្សដែលគួរលើកតម្កើងយ៉ាងម៉េចគាត់ទៅនិយាយអាការមុនអានោះក្រលហាមនឹងពីមុនធៀបពិតបើយើងនិគិតមែនទែនអញ្ចឹងបើយើងពីមុនមានគោឲ្យគាត់មើលមានន័យថាយើងឈរមុខគាត់យើងនៅឈរជួរមុខមែនទេអ្នកនិយាយហ្នឹងណាបើសិនពីមុនគាត់មានគោឲ្យគាត់មើលមានន័យថាកាលមុនអ្នកមើលគោជាអ្នកស៊ីឈ្នួលទេអ្នកនៅខាងក្រោយទេតែឥឡូវនេះគេទៅដល់មុខយើងនេះទៅណាអត់រួចទេណាអ្នកដែលគួរបង្អន់គឺខ្លួនឯងនេះទេតែមិនបាច់បង្អន់ទេនេះគ្រាន់តែលើកទេណាគួរលើកថាមនុស្សដែលបានអភិវឌ្ឍខ្លួនរបស់គេដល់ប៉ុណ្ណឹងចាំបាច់ត្រូវតែឲ្យតម្លៃគួរនិយាយមកអញ្ចឹងគួរឲ្យសរសើរម្នាក់នឹងពីមុនខ្វៀលគោឲ្យខ្ញុំសោះប៉ុន្តែដោយសេចក្តីព្យាយាមរបស់គាត់ធ្វើឲ្យនឹកស្មានមិនដល់មកដល់ចំណុចនេះនេះគឺជាពាក្យដែលមនុស្សល្អកប់បីនិយាយប៉ុន្តែមនុស្សចេញរបៀបចិត្តចំណែននឹងចិត្តមើងងាយអត់និយាយចឹងទេអានឹងពីមុនមើងងាយឲ្យមើលគោឲ្យអញសោះហ្នឹងសបោអញ្ចឹងសបោ
ស្បូដូចមកជួបតាមដិតកុលភេងអីចឹងដែរគាត់ថាគាត់ទៅប្រជុំមីណាឯនេះនិយាយទៅគេស្ដាប់ប៉ុន្តែស្រុកខ្លួនឯងនិយាយគេមិនសូវស្ដាប់សកគាត់អានឹងមើលគោមួយអញសោះហ្នឹងគាត់ប្រមើលខ្លួនគាត់ឯណានិយាយពីហ្នឹងជាញោមហ្នឹងឥឡូវមកកាត់ព្រៃ3វិញព្រៃ3បានលឺបន្តិចហ្នឹងអញ្ចឹងលោភៈនឹងគណៈពេលដែលជាប់នឹងអ្វីមួយយ៉ាងទោសៈប្រែបានច្រើនណាស់ប្រែថាខឹងប្រែថាកាចប្រែថាសាហាវប្រែថាអន់ចិត្តប្រែថាស្អីប៉ុន្តែឲ្យងាយចាំប្រែថាទៅញាតិញោមបកែទៅហ៎អូបកែខាងទៅនោះហើយអាទៅហ្នឹងណាលោកហ្នឹងទេសនាល្អដែរទាស់តែបន្តិចនេះអាទៅហ្នឹងហ្នឹងអាទៅនេះទៅនោះទៅនេះទៅនោះហើយដល់តែទៅហ្នឹងវាមានបានធ្វើឲ្យចិត្តយើងហ្នឹងផូរផង់ឯណាអាគណៈទៅហ្នឹងហើយដែលយើងវាអត់សុបាយចិត្តនោះមែនទេហ្នឹងហើយសម្បូរទៅហ៎លោភៈប្រែថាម៉េចមកឲ្យប្រែថាម៉េចមិញទោសៈឲ្យប្រែថាម៉េចទៅណាបកែទៅកែទៅហើយចមោហៈប្រែមើលប្រែអវិជ្ជាប្រែថាវែងប្រែថាហ្នឹងហើយឲ្យប្រែងាយប្រែថាមិនដឹងនឹងមិនដឹងអីមិនដឹងណាហេតុដែលនាំឲ្យកើតទុក្ខពិតណាហេតុដែលនាំឲ្យបានសុខពិតមិនដឹងអញ្ចឹងបើគ្រាន់តែមិនដឹងក្នុងលក្ខណៈថាមិនចេះកុំព្យូទ័រហ្នឹងមិនមែនមោហៈដែលពុទ្ធសំដែងទេមនុស្សសម័យព្រះគ្មានណាចេះកុំព្យូទ័រមួយទេមែនទេមនុស្សសម័យពុទ្ធគ្មានពីណាមាន iPhone ប្រើទេមែនទេអញ្ចឹងបានថាអូគ្រាន់តែអត់ចេះកុំព្យូទ័រអវិជ្ជាថាមែនទេអានឹងជា skill ជា knowledge អាការចេះដឹងអេເລັກត្រូនិកអីសពគ្រប់ហ្នឹងវាជាលក្ខណៈ skill ជាលក្ខណៈ knowledge ដែលឆ្លងកាត់ការរៀននៅសាលាក៏ប៉ុន្តែបញ្ញាដែលអាចឃើញច្បាស់នៅសច្ចធម៌ហ្នឹងមិនហៅ knowledge ទេហៅថា wisdom ជាបញ្ញាដល់ទូវិបស្សនាដែលឃើញច្បាស់ទៅដល់ the reality ឃើញដល់សច្ចធម៌នៃជីវិតហ្នឹងស្មើគ្នាទេមិនមែនមនុស្សសម័យនេះទំនើបមានសច្ចធម៌ដែលត្រូវឃើញច្រើនជាងសម័យពុទ្ធអត់ទេធាតុហ្នឹងនៅដដែលទេព្រោះរបស់ទាំងអស់ហ្នឹងវាផលិតចេញពីដីទឹកភ្លើងខ្យល់អាកាសធាតុតែប៉ុណ្្នឹងអត់មានលើសហ្នឹងទេកាប់ព្រៃ3លោភៈទោសៈមោហៈរក្សាព្រៃ10ព្រៃហ្នឹងត្រូវរក្សាវិញ10ហ្នឹងស្អីគឺកុសលកម្មបត្តិ10នោះហើយហ្នឹងហើយទី1គឺបាណាតិបាតាវេរមណីមិនសម្លាប់ទី2មិនលួចទី3មិនប្រព្រឹត្តខុសក្នុងកាមទី4មិនកុហកទី5មិនញុះញង់6មិននិយាយពាក្យអាក្រក់7មិននិយាយពាក្យរយរាយអត់ប្រយោជន៍8មិនព្យាបាទមិនគិតព្យាបាទ9មិនសម្លឹងរំពៃចង់បានរបស់អ្នកដទៃដោយគំនិតអាក្រក់និងទី10សម្មាទិដ្ឋិការយល់ត្រូវនឹងឯជាព្រៃមានប្រយោជន៍ដែលត្រូវរក្សាក្នុងបណ្ដាទាំង10ហ្នឹងណាមានមេតិកាច្រើនជាងគេបណ្ដាកម្មបត្តិទាំង3កាយកម្មវិច័យកម្មមនោកម្មណាមានមេតិកាច្រើនជាងគេ
កាយកម្មមានតែ3មនោកម្មមានតែ3វិច័យកម្មមានដល់ទៅ4ព្រោះមនុស្សរាល់ថ្ងៃឆ្លោះគ្នាដោយសារនិយាយហ្នឹងចង្រៃណាដោយសារមាត់មែននោះហើយគេថាលំពេងមុតតែមាត់មុតជាងលំពេងសម្ដីអាចនិយាយឲ្យពិភពលោកវិនាសបានចឹងបានពិភពលោកសពថ្ងៃមុននឹងឈានទៅដល់ការប្រើកម្លាំងគេប្រើពាក្យថាចរចាគេប្រើអីទាំង3ហ្នឹងកាយកម្មវិច័យកម្មមនោកម្មឬមួយណាវិច័យកម្មហ្នឹងហើយយើងឆ្លោះគ្នារាល់ថ្ងៃហ្នឹងវាមិនសូវបានដាល់គ្នាហ្មងទេមែនទេតែពាក្យសម្ដីហ្នឹងមែនអត់ប៉ុន្តែមុននឹងឈានទៅដល់បែកមុខបែកមាត់ហ្នឹងនិយាយសិននោះអញនិយាយនោះនិយាយទៅវាធ្វើឲ្យម្នាក់ទៀតក្តៅហ៎ត្រមបានផងហ្នឹងហ្វ្រាំងឡានញាតិញោមមានហ្វ្រាំងណាតែមាត់អត់ហ្វ្រាំងទេលឿនណាមែនទេមែនទេចឹងសិតតែកន្លែងត្រូវរក្សាជាកន្លែងត្រូវរក្សាកັບព្រៃ3រក្សាព្រៃ10ផឹកថ្នាំ5កញ្ចប់ហ្នឹងដឹងណា5កញ្ចប់អូខេថ្នាំ5កញ្ចប់ហ្នឹងគឺរក្សាសិល5ហ្នឹងព្រោះសិលមិនមែនឲ្យកាប់ណាឲ្យរក្សាមែនទេរក្សាសិល5ហ្នឹងហើយសិល5អីខ្លះចេះទេណាហ្នឹងតមតំណ2អីគេតំណ2អីគេនឹកមកថាមកតំណមានន័យថាជាគ្រឿងដែលគេត្រូវតមបើមិនតមទៅឡប់ហ្នឹងតមអីណាថាមើលហ្នឹងហើយគិតបន្តិចមើលណាតមអីត្រូវតណានឹកមើលស្អីដែលញាតិញោមត្រូវតមវាទោសៈនៅក្នុងព្រៃ3ហើយនោះហ្នឹងលោភៈនៅក្នុងព្រៃ3ហើយមោហៈក៏នៅក្នុងព្រៃ3ដែរតមអីគេណាណាទឹកឲ្យកន្លះនាទីទៀតតមអីហើយធ្វើឲ្យយើងទទួលបានចំណេះដឹងធ្វើឲ្យយើងមានការយល់ត្រូវទៅតមខន្តីមានខឹងព្រោះខន្តីមិនមែនធัวគួរតមទេគឺតួសមាទានយកត្រូវមានខន្តីគេថាតមខន្តីវាទាត់ខន្តីចោលខឹងចូលមកអាហ្នឹងតមមានន័យថាអត់ឲ្យមានអាហ្នឹងតែហ្មងណាហ្នឹងហ៎បើតមចិត្តលេមានធ្វើចិត្តអៀតបើតមទោសៈវានៅក្នុងព្រៃ3ហើយរាប់ហើយអានោះក៏គូតមដែរប៉ុន្តែវានៅក្នុងព្រៃ3រួចហើយទុកឲ្យគិតយូរបន្តិចតែប្រាប់ចាំតែមកហ្នឹងអញ្ចឹងមិនតែស្ដាប់ធម៌តែអាត្មាសម្ដែងគ្មានឲ្យនៅស្ងៀមទេត្រូវតែគិតជាមួយអាត្មាហ្នឹងអានឹងជាកិលេសហើយប៉ុន្តែវាឈ្មោះ2ហ្នឹងកិលេសអីគេត្រូវតមមកអានឹងជាអកុសលនឹងឯងប៉ុន្តែឈ្មោះវាមកហ្នឹងហ្នឹងហើយឥឡូវប្រាប់ចុះហ៎លោភៈនៅក្នុងព្រៃ3ហើយក្នុងព្រៃ3ហើយត្រូវមួយណាមិច្ឆាទិដ្ឋិណាត្រូវមួយស្អីមួយទៀតប៊ីអមិនប៊ីទេត្រូវមួយនៅសល់មួយទៀតហ្នឹងអាមាននេះញោមនេះត្រូវហ្នឹងគឺតមទិដ្ឋិ
Miền nè cả na tầm cao luôn lơ luôn cất thạc luôn anh che quê rồng mến thưa ở dương chúc từ tôi chùm này đăng pì nẹ đợt tì dương lên đạp bỏng cọp lên từ tôi dốt bó cầm nít rồi bó nẹ đó thì anh che hay cùng bà đạo anh khơi thua được cua to mấy nó hỏi cua to mấy nó hỏi tịch thệ nên cứ sầm đau đó mới chá tịch thệ không ca thưa ở vậy muối bỏ ọt miên cô đau ọt miên panty ọt miên ca vô đăng trầm trơ tê được nhận nhôm màu vọt bột riêng xây này chẳng chăm bách nó dân trơ cà lán trơ cà diêm chùm nít trơ cà cầm lăng máu còn tại ở vậy để chăm bách bồng phật nó cứ đăng thảo vọt nó người nè mẹ nè đăng thảo vọt nó người nè the destination còn lại để trở tới nơi nào mới cha tự thể để trở tóm nó cứ ở phía vùng quê phía mình đăng ca vô khâu ấy từng on cho nên ban chỉ thom mà tê na mà phía chán mà tay tê bắt đầu từ lứa ca này dễ từ lứa ca vô đăng vô khâu hay đừng vô rồi pro nút chỉ chừng nó chặt bắt đầu nhận nhungประសិនបើយើងគ្រាន់តែចេញដំណើរដោយមិនមានគោលដៅច្បាស់លាស់អាចថាយើងនឹងឆ្ងាយពីគោលដៅជាងអ្នកមិនតាន់ទៅទៀតឧទាហរណ៍ថានេះទិសដៅដែលយើងត្រូវទៅនៅតណែហើយកន្លែងយើងនៅណែបំណងយើងថាទៅកន្លែងហ្នឹងប៉ុន្តែយើងចេញមិនចេញទៅនឹងណាចេញទៅណោម្នាក់ទៀតគេនៅដេកនឹងឡើយទេគេអត់តាន់ចេញទេពឹងសួរថាដែលយើងទៅខុសផ្លូវហ្នឹងហើយនឹងអ្នកដែលមិនតាន់ដើរទៅហ្នឹងអ្នកណាដែលកាន់តែឆ្ងាយពីគោលដៅអ្នកដែលទៅខុសហ្នឹងហើយយ៉ាងណាមិញកិច្ចបដិបត្តិនៅក្នុងធម្មវិន័យនេះសំខាន់ណាស់ចឹងបានព្រះសម្មាសម្ពុទ្ធសម្ដែងអំពីការក្រទោសនៃភាពក្រលំបាកទី1គឺអត់លុយហ្នឹងហើយអត់ទ្រព្យហ្នឹងហើយមែនទេមែនទេនោះហើយក្របែបាក់នោះហើយក្រនេះនិយាយពីក្ររបស់ទុករបស់អ្នកក្រទី1អត់ទ្រព្យសម្បត្តិណាបើអត់ទ្រព្យឯនៅដូចអាត្មាមិនអីទេតែបើដូចញាតិញោមអត់បានទេអត់អីបងតាក់ហ្នឹងស្រាច់ហ្នឹងហើយអញ្ចឹងក្រលំបាកលុយមានអីសំខាន់ទេសំខាន់តែពេលអត់លុយណាគឺពិតជាពិបាកមិនប្រពុតមិនដឹងថានឹងវាពិបាកអីណាប៉ុន្តែអ្នកស្ដាប់ព្រះអង្គមិនស្រួលថាព្រះអង្គនឹងនិយាយធ្វើឲ្យគេលែងចង់បានលុយមិនមែនទេព្រះអង្គដឹងថាហ្នឹងអ្នកដែលពិបាកជាងយើងប្រពុតព្រះអង្គកើតក្នុងតកូលអ្នកមានប៉ុន្តែជីវិតអ្នកក្រព្រះអង្គដើរអស់6ឆ្នាំហ្នឹងទៅដេកដឹងព្រៃយើងក្រមិននៅមានខ្ទមដេកទេប្រពុតទៅដេកទាំងដីទៅមុននឹងបានត្រាស់ព្រះអង្គទៅស្គាល់អស់អាពិបាកមិនហ្នឹងព្រះអង្គស្គាល់អស់ហ្នឹងហើយទី2ក្រព្រោះដល់ពេលយើងអត់លុយនឹកឃើញតែចង់ខ្ចីគេមែនទេគាត់តែខ្វល់តែចង់ខ្ចីគេខ្វល់តាំងពីគេឲ្យអត់ហ្នឹងមែនទេខ្វល់ទេខ្វល់ប៉ុនស្រុកនេះគេខ្ចីធនាគារប៉ុនស្រុកណាក៏ដោយតែជាពាក់វាមិនស្រួលដូចលុយខ្លួនឯងថ្មីត្បិតថាស្រុកនេះរបៀបគេខ្ចីគេល្អមែនប៉ុន្តែនៅតែពិបាកជាងយើងមានខ្លួនឯងមែនទេហ្នឹងហើយហ្នឹងហើយត្រូវហើយអញ្ចឹងទី2ក្រជឹកព្រោះទៅខ្ចីបុលគេជំពាក់គេហ្នឹងអាហ្នឹងទុករបស់អ្នកក្រហ្នឹងព្រះអង្គសម្ដែងណាទី3ក្រព្រោះថ្លៃការវាឡើងទុកព្រោះថ្លៃការវាឡើង
តែថ្លៃការវាឡើងពិបាកហ្នឹងហើយដែលព្រះអង្គសម្ដែងកាលនោះវាមិនមែនដូចនៅស្រុកអូស្ត្រាលីគឺចង់និយាយពីបំណុលដែលខ្ចីគេផ្ទាល់មិនមែនខ្ចីធនាគារណាខ្ចីមនុស្សហើយខ្ចីគេអ្នកមានអញ្ចឹងទៅដល់ទុកទី4អត់មានលុយសងគេរត់ចោលស្រុកអត់ហ៊ាននៅស្រុកខ្មែរយើងច្រើនណាស់ខ្ចីគេច្រើនអត់មានអីសងគេរត់ទៅស្រុកគេឃើញត្រូវសិតតែលំបាកហើយនោះក្រទី5ចិត្តថាក្រទុកនិយាយពីទុកលំបាកទី5គឺទុកនៅពេលដែលគេចាប់បានតែគេចាប់បានអត់មានលុយជាប់គុកនឹងទុកលំបាកព្រះអង្គថានេះគឺវាអត់មានអីលំបាកជាងនឹងទេសម្រាប់អ្នកក្រឯងប៉ុន្តែនោះមិនតាន់ជាក្រពិតប្រាកដទេក្រពិតប្រាកដគឺក្រសទ្ធាក្នុងទីនេះញាតិញោមត្រូវយល់ឲ្យច្បាស់គំនិតទៅសទ្ធាអស់លុយចូលមួយព្រះអង្គកថាណាសទ្ធាក្នុងទីនេះគឺសទ្ធាយល់ត្រូវហ្នឹងសទ្ធាដែលច្បាស់លាស់នៅក្នុងកម្មផលពីព្រោះអីបានព្រះអង្គប្រៀបថាកាលណាគ្មានសទ្ធានាំឲ្យបុគ្គលធ្វើបាបដោយមិនញញើតឃើញទេកាលណាធ្វើនៅអំពើបាបហ្នឹងវាជាលក្ខណៈទី2វានាំឲ្យកើតសេចក្តីក្តៅក្រហាយអាការក្តៅក្រហាយព្រោះតែការធ្វើអំពើបាបនឹងឯងដូចជាការឡើងថ្លៃការនឹងអញ្ចឹងហើយបើនិយាយពីសង្គមនៃសត្វបរោះវិញនៅពេលដែលខ្លួនឯងធ្វើមិនល្អទៅខ្លួនឯងប្រកាសជាលែងបាននៅក្នុងសង្គមរបស់សត្វបរោះហើយប៉ុន្តែព្រះអង្គសម្ដែងការនោះនៅក្នុងសហគមន៍របស់អ្នកបួសនឹងសម្បូរដោយប្រសង់ល្អអញ្ចឹងនៅពេលដែលធ្វើខុសអីមួយគេស្ដាយណាស់ដែលមិនបាននៅក្នុងសហគមន៍សង្ឃដ៏ល្អអញ្ចឹងនៅពេលត្រូវគេបំបរបងចោលពីកន្លែងមនុស្សល្អហ្នឹងជាសេចក្តីទុក្ខមួយប៉ុន្តែយើងឥឡូវវាច្បុកច្បល់មិនដឹងទៅណាមកឯណីវាទៅជាប្រច្រាស់គ្នាបន្តិចធរកន្លែងហ្នឹងបើទៅចូលវងផឹកដូចពេញមុខជាងបើថាមកស្ដាប់ធរដូចមិនសូវពេញមុខសោះមែនទេហ្នឹងហើយនៅពេលដែលវាឡើងថ្លៃការអស់ជីវិតទៅត្រូវធ្លាក់ទៅអបាយភូមិនេះប្រៀបដូចជាកន្លែងដែលគេចាប់បានអញ្ចឹងមានន័យថាចុងបញ្ចប់អ្នកដែលចាប់យើងឲ្យឈឺផ្សាពិតប្រកបហ្នឹងគឺអមនសិការរបស់ខ្លួនឯងនេះនៅពេលលេសបាយអស់ចិត្តទៅចុងក្រោយគង់តែមានថ្ងៃណាមួយហ្នឹងនឹកស្ដាយចំពោះអកុសលដែលខ្លួនឯងធ្វើគឺភាពវិបដិសារីនឹងឯងដែលចាប់ខ្លួនឯងដែលធ្វើឲ្យខ្លួនយើងមិនអាចមានសេចក្តីសុខស្ងប់ត្រជាក់បានទេទោះបីពេលប្រព្រឹត្តវាសបាយដូចជាផឹកទឹកឃ្មុំដោយសារថ្នាំពឹសយ៉ាងណាផ្អែមតែពេលផឹកហ្នឹងឯងចុងក្រោយដល់ពេលថ្នាំពឹសហ្នឹងវាប្រតិកម្មមនុស្សនោះនឹងពលមនុស្សធ្វើអាក្រក់ដូចគ្នាអញ្ចឹងចុងក្រោយញាតិញោមមិនបាច់ដាក់ទនាយទេចឹងបានជាសទ្ធាគឺការយល់ត្រូវនោះសំខាន់ណាស់ក៏ជាកន្លែងញ៉ាំងឲ្យអរិយមគ្គទី1គឺសមាទិដ្ឋិនឹងកើតឡើងញាតិញោមមើលអរិយមគ្គមើលផ្ដើមដោយអីអរិយមគ្គសមាទិដ្ឋិអរិយមគ្គមិនមែនផ្លូវ8ទេណាផ្លូវតែមួយទេដូចចណ្ដើមានកម្ម8ចឹងបើគេសួរថាចណ្ដើប៉ុន្មានចណ្ដើមួយប៉ុន្តែកម្ម8អរិយមគ្គអង្គ8មគ្គមានតែមួយប៉ុន្តែវាមានកម្ម8សមាទិដ្ឋិគឺជាកម្មទី1ការយល់ត្រូវការឃើញត្រូវជាកម្មទី1ហ្នឹងហើយចឹងបានធនធានពុទ្ធបរិស័ទដែលអញ្ជើញមកធ្វើបុណ្យដែលកសាងវត្តរាប់ពាន់វត្តនៅស្រុកខ្មែរយើងថាធនធានមនុស្សមានសម្រាប់ប្រមូលមនុស្សជួបជុំមានប៉ុន្តែអ្វីដែលខ្វះ
cứ cả bình dul oi miên sama tích thế nếuពេលដែលសមាធិនឹងវាកើតឡើងហើយអាកម្ម2 3 4 5រហូតដល់8ហ្នឹងមិនបាច់ទៅប្រាប់គាត់ទៀតទេមិនទេឧទាហរណ៍ញាតិញោមកំពុងបើកផ្លូវបើកឡាននៅលើផ្លូវហើយញាតិញោមក៏វង្វេងផ្លូវញាតិញោមក៏សួរគេថាតើផ្លូវណាទៅកាន់កន្លែងនេះដែលខ្ញុំចង់ទៅអញ្ចឹងអ្នកបញ្យលនឹងកាន់ប្រាប់ញាតិញោមឬក៏ចង្អុលផែនទីឲ្យមើលទូនាទីអ្នកប្រាប់ប៉ុណ្ណឹងមិនចាំបាច់ទៅដឹកដៃគាត់ឲ្យទៅដល់កន្លែងនោះទេមែនទេនៅពេលដែលមនុស្សនោះពិតជាចង់ទៅដល់កន្លែងនោះមែននៅពេលដែលត្រូវបានគេប្រាប់បង្ហាញឲ្យគាត់យល់ពីផ្លូវហ្នឹងហើយអត់ពិបាកទេអត់ពិបាកថាអ្នកឯងទៅតាមផ្លូវហ្នឹងមិនបាច់បខំទៀតទេព្រោះគាត់កំពុងតែចង់ទៅហើយញាតិញោមគ្រប់គ្នាទាំងអស់គ្រប់និន្នាការទាំងអស់គ្រប់សាសនាទាំងអស់រូបរាងខុសគ្នាការគិតខុសគ្នាចំណង់ចំណូលចិត្តខុសគ្នាតែអ្វីដែលមិនអាចខុសគ្នាមាន2ទី1គឺខ្លាចទុក្ខលំបាកទី2ចង់បានសេចក្តីសុខអញ្ចឹងបើគេបញ្យល់ឲ្យឃើញថាណាជាផ្លូវនាំទៅកាន់ទុក្ខឃើញច្បាស់ហើយណាជាផ្លូវនាំទៅកាន់សុខឃើញច្បាស់ហើយអ្នកបញ្យល់នោះមិនចាំបាច់ដឹកដៃទៅទៀតទេព្រោះសេចក្តីទុក្ខគឺជារបស់ដែលគាត់ខ្លាចស្រាប់ទៅហើយរីឯសេចក្តីសុខក៏ជារបស់ដែលគាត់ពងប្រាថ្នារួចទៅហើយចឹងតួនាទីរបស់អ្នកប្រាប់គ្រាន់តែប្រាប់ឲ្យចំមកអាណាខុសអាណាត្រូវនេះឯងញាតិញោមក៏ចង់បានតែនឹងដែរមែនទេមែនទេមែនទេហ្នឹងហើយបើមែនចង់ប៉ុណ្្នឹងឯងពន្លឹកបន្តិចមុននឹងបញ្ចប់អាត្មាថាពាក្យដើមញាតិញោមថាបញ្ចប់ទៀតកាប់ព្រៃដីអមរំទៀតកាប់រក្សាផឹកថ្នាំតមថាដូចមិនអស់គ្នាសោះណាឥឡូវអាត្មាពឹសពាក់កដាលពឹសពាក់កដាលមកនេះថាមុនខាងនេះនៅស្ងៀមចាំមើលសំទាំងសងខាងហ្នឹងមិនពុះពាក់កណ្ដាលមកនេះញោមគាត់ត្រឹមនេះមើលដៃអាត្មាត្រឹមនេះមកនេះអើតាកាប់រក្សាផឹកថ្នាំតមត្រឹមនេះមកនេះម្ដងកាប់អីខ្សោយម៉េចម្ដងទៀតកាប់រក្សាផឹកថ្នាំតមសាធុសូមអនុមោទនាសំណួរទី1នេះបានទៅលើសុគីមហ៊ីមថ្វាយបង្គំសពគ្រប់មកសួរតែខ្ញុំកណាទូសូមទូសួរព្រះអង្គគ្រូពីសំណួរ1តើការលេងភាគហ៊ុនអាចចាត់ទុកជាល្បែងដែរឬទេបើតាមទស្សនៈខ្លះគេថាវាជាការរកស៊ីថ្មយល់មិនច្បាស់ទេបើមិនដែលលឺដែរតែមិនដឹងថាគេធ្វើមិនខ្មិចបងលេងភាគហ៊ុនឬក៏យើងដាក់ទុនទៅលក់ចំណេញទៅយើងបានភាគរយខ្លះឬក៏យ៉ាងម៉េចថ្មអត់ច្បាស់និយាយរួមទៅអត់ហ៊ានឆ្លើយទេមិនដឹងថាជារបៀបរកស៊ីដូចថ្មលើកឡើងហ្នឹងបើសិនជាយើងគ្រាន់តែដាក់លុយទៅគេរកស៊ីទៅចំណេញមកចែកគ្នាវាមិនជាលបែងស៊ីសងអីទេហ្នឹងប៉ុន្តែសរុបមកស្មានមិនច្បាស់ថាគេលេងរបៀបម៉េចព្រោះវាអត់ដែលប្រឡូកហើយក៏មិនដែលនរណានិយាយប្រាប់រឿងហ្នឹងឲ្យច្បាស់ដែរថាគេលេងរបៀបម៉េចហើយទី2អ្វីជាសុភមង្គលពិតប្រាកដហ្នឹងហើយអញ្ចឹងវាតលយល់ថាតើស្អីទៅជាសុភមង្គលពាក្យសុភមង្គលហ្នឹងមិនមែនយល់ត្រឹមតែពាក្យទេយល់ទៅដល់សភាវៈរបស់វាទៅទៀតថាស្អីជាមង្គលពិតប្រាកដនោះដែលជាមង្គលពិតប្រាកដទាល់តែប្រះចាកទោសអញ្ចឹងណាហើយមង្គលដែលព្រះបរមគ្រូព្រះអង្គសរសើរគឺ
មង្គលណាដែលប្រព្រឹត្តទៅជាកុសលហ្នឹងហើយវាមានមង្គលផ្សេងដែរដូចជាអវេហៈវិវេហៈមង្គលអីចឹងប៉ុន្តែมันចាត់ទុកថាជាមង្គលដ៏ឧត្តមទេព្រោះមង្គលខ្លះគេប្រើចំពោះលោភៈប្រើចំពោះបាបក៏គេហៅថាមង្គលដែរអញ្ចឹងបានពាក្យមង្គលហ្នឹងព្រះអង្គថែមពាក្យមួយថាឧត្តមមង្គលណាឧត្តមមង្គលយើងអាចនិយាយថាមង្គលដ៏ឧត្តមមង្គលដ៏ប្រសើរគឺមានមង្គលដែលប្រះចាកទោសជាមង្គលប្រព្រឹត្តទៅដោយកុសលមង្គលដែលប្រះចាកបាបអញ្ចឹងណាអានឹងព្រះអង្គមិនប្រើថាជាមង្គលពិតប្រកបផងប្រើថាមង្គលដ៏ឧត្តមហ្នឹងហើយពីព្រោះនៅក្នុងមង្គលហ្នឹងក៏វានៅតែស្ថិតក្នុងត្រៃលក្ខធម៌បានជាមិនហៅថាមង្គលពិតហ្នឹងណាមកពីវាស្ថិតនៅក្នុងត្រៃលក្ខធម៌វាមានការវិនិច្ឆ័យការប្រែប្រួលទៅជាធម្មតាឧទាហរណ៍ដូចជាការកើតក្នុងប្រទេសដ៏សមគួរអញ្ចឹងជាមង្គលដ៏ឧត្តមប៉ុន្តែវាមិនប្រកបទេព្រោះប្រទេសដ៏សមគួរហ្នឹងក៏វាអាចคล้ายទៅជាប្រទេសមិនសមគួរវិញដែរឃើញទេក៏ប៉ុន្តែខណៈដែលបានកើតនៅចំពេលដែលប្រទេសសមគួរហ្នឹងគឺជាមង្គលហ្នឹងឬថាការសែបគប់បុគ្គលជាបណ្ឌិតហ្នឹងជាមង្គលដ៏ឧត្តមតែមិនប្រកាសថាជាមង្គលពិតរហូតទេអត់ទេព្រោះអាចមានពេលខ្លះយើងលែងបានសែបគប់ដែរកិរិយាមិនសែបគប់បុគ្គលពាលជាមង្គលដ៏ឧត្តមគណៈហ្នឹងគឺជាមង្គលដ៏ឧត្តមមង្គលដ៏ប្រសើរព្រោះយើងមិនត្រូវបានគេដឹកនាំចិត្តគំនិតឲ្យទៅគិតរឿងមិនល្អប៉ុន្តែមិនទៀងថ្ងៃណាមួយវាអាចផ្លាត់តែគណៈនោះគឺជាមង្គលដ៏ឧត្តមយ៉ាងណាហ្នឹងហើយរហូតដល់ទៅមង្គលចុងក្រោយផុតថាសលោកធម្មេហិចិត្តតាំងយសនកម្មបតិចិត្តនៃបុគ្គលណាដែលលោកធម៌ពាល់ត្រូវហើយមិនញាប់ញ័រជាមង្គលដ៏ឧត្តមចុងក្រោយតែនៅតែមិនទៀងចឹងចិត្តនឹងអត់ទៀងមិនទៀងក្នុងទីនេះមិនមែនប្រែមកជាចិត្តញាប់ញ័រវិញទេចិត្តវាការរលត់ចុងក្រោយទៅលោកក៏អស់បច្ចុប្បន្នអស់ជីវិតតែចិត្តដែលមិនញាប់ញ័រហ្នឹងគឺចិត្តព្រះរហន្តចិត្តប្រខៃណាស្របនៅតែក្នុងត្រៃលក្ខកើតរលត់ជាធម្មតាប៉ុន្តែមិនវិលទៅរញាប់ញ័រវិញទេហ្នឹងហើយប៉ុន្តែអាចឆ្លើយបានថាមង្គលដ៏ប្រសើរបំផុតគឺខណៈណាដែលចិត្តត្រូវលោកធម៌បោកបក់ត្រូវហើយមិនញាប់ញ័រនឹងជាមង្គលដ៏ប្រសើរបំផុតព្រោះនៅក្នុងមង្គល38ហ្នឹងចិត្តនៃបុគ្គលឯណាមិនញាប់ញ័រហ្នឹងគឺនៅក្នុងគាថាចុងក្រោយមកផុតថាសលោកធម្មេហិចិត្តតាំងយសនកម្មបសិតែអសោកាំងវិរិជាងខេម៉ាំងអេតាមមង្គលមុតម៉ាំងហ្នឹងហើយចិត្តនៃបុគ្គលឯណាដែលលោកធម៌មិនពាល់ត្រូវឲ្យមិនញាប់ញ័រមួយណាមិនមែនសេចក្តីសោកមួយមានទលីគឺរាគៈទៅប្រះហើយមួយជាចិត្តខ្សែមខ្សានមួយទាំងអស់ហ្នឹងគឺជាមង្គលដ៏ឧត្តមបំផុតមង្គលឧត្តមបំផុតក្នុងโลกនេះនឹងហើយមង្គលដ៏ពិតប្រកបដែលមិនចេះប្រែប្រួលសំបីតែប្រែប្រួលមិនចេះប្រែប្រួលរលត់នោះគឺសន្តិបត្តិព្រះនិព្វានហ្នឹងពិតហ្នឹងប៉ុន្តែយើងពុទ្ធជនទៅរកមិនឃើញទេយើងអាចទៅរកមង្គលដ៏ឧត្តមបាននៅក្នុងជីវិតរាល់ថ្ងៃដែលផ្ដើមដោយការសែបគប់ត្រូវវាចាកការសែបគប់ខុសជាដើមរហូតដល់ចម្រើនផ្លូវចិត្តហ្នឹងដល់ពេលដែលលោកធម៌ពាល់ត្រូវឲ្យមិនញាប់ញ័រប៉ុន្តែសុភមង្គលដែលគេនិយាយខាងក្រៅគឺគេស្វែងរកលោកធម៌ទេណាឃើញទេវាផ្ទុយអញ្ចឹងវាផ្ទុយពីបញ្ញាត្រាស់ដឹងអញ្ចឹងយើងថាំងបានឡានបានផ្ទះមកមានសុភមង្គលយើងថាបានលុយមកមានសុភមង្គលអាបាននោះស្អីគេលោកធម៌វាជារលកទៅវាជាខ្យល់ណាញ៉េទប់មិនស្រួលខ្យល់មកហ្នឹងរលំផ្ទះដូចទឹកជំនន់ដែរ
ដូចទឹកហូរតាទឹកខ្យល់បក់តាតែកាលណាទុកមិនជាប់អលុំអញ្ចឹងយើងយកគំនិតដែលយើងនិយាយពីពាក្យថាសុភមង្គលយកមកវិនិច្ឆ័យដែលយើងរកហ្នឹងរកមិនឃើញទេព្រោះវាអត់មានអញ្ចឹងហើយបានតាំងពីក្មេងដល់ចាស់នៅតែបន់ហ្នឹងដែលជួបមង្គលពិតទេអត់ទេបើដែលជួបសុភមង្គលពិតជួបបន់ស្រន់បានហើយហើយល្មិចបានចេះតែនៅតែបន់ស្រន់មាត់ជីបអូចហ្នឹងសួរតែជួបសុភមង្គលពិតនៅហើយមង្គលធម្មតា38ហ្នឹងដែលបានផងអត់ដែលបានទេដែលស្ដាប់លោករាល់ថ្ងៃហ្នឹងដែលបានទេបើសិនតែមង្គល38ស្ដាប់លោកឲ្យវាកើតតាមលោកសូត្រតាមតបនគ្រប់គ្នាហ្នឹងបើមង្គលនឹងកើតគ្រប់គ្នាឈប់បន់ស្រន់មកយកវាមានខ្វះអីទៀតបើវាគ្រប់ទាំង38ហ្នឹងហើយដែលលោកសូត្រឲ្យរាល់ថ្ងៃហ្នឹងមើលផ្ដើមដោយទី1តាំងពីមិនសែបគប់បុគ្គលពេលសែបគប់បុគ្គលជាបណ្ឌិតអសេវនាជាពេលឡាននឹងបណ្ឌិតានឹងជាសេវនាពោជាចពោជនីយានឹងអីហ្នឹងពោជាបុគ្គលគួបូជាបដិរូបទេសវាសោចពពេចកតបញ្ញតាអត្តសម្មាបនិធិណាតាំងពីនៅក្នុងប្រទេសដ៏សំគួរបដិរូបទេសវាសោចហើយមានបុណ្យសន្សំទុកពីមុនមកតម្កល់ខ្លួនត្រូវហើយមានខ្វះអីទៀតសមមង្គលមង្គលហ្នឹងមង្គលមានមែនហ្នឹងមានមែនប៉ុន្តែយើងបានធ្វើហេតុដើម្បីឲ្យមែនហ្នឹងកើតឡើងទេពីហុសច្ចញ្ចៈភាពជាអ្នកសិក្សាស្ដាប់ច្រើនសបញ្ចៈជាអ្នកមាន skill ពិតប្រាកដចំណេះជំនាញពិតប្រាកដក្នុងការចិញ្ចឹមជីវិតអីហ្នឹងណាសមមង្គលហ្នឹងឃើញទេវិនយញ្ចៈមានរបៀបវិន័យមនុស្សមាន self discipline មានវិន័យមនុស្សមានរបៀបវិន័យមិនចង្ងាងមិនចេះតែធ្វើតាមចង់ទេអត់ទេមានរបៀបវិន័យត្រឹមត្រូវគឺជាមង្គលឃើញទេសបញ្ញវិនយញ្ចៈសុសិក្ខតោសភាសិតាណាសុភាសិតមានពាក្យពាក្យសម្ដីល្អសុទ្ធតែជាមង្គលព្រោះវាកើតពីកុសលទាំងអស់ហ្នឹងជាមង្គលហ្នឹងមកពីកើតពីកុសលហ្នឹងណាមេត្តាបេតឧបដ្ឋានទំនុកម្រងមេត្តាបិតាជាដើមការងារប្រះចាកតោការងារមិនច្បុកច្បល់ចេះលៃលកពេលវេលាត្រឹមត្រូវញ៉េសមមង្គលមង្គលដ៏ឧត្តមទេទាំងអស់សិតតែឧត្តមមង្គលទាំងអស់សិតឧត្តមអត់មានបានពីអ្នកតាណាឲ្យបានមកពីការរៀបចំធ្វើឲ្យត្រូវនឹងហ្មងហ្នឹងហើយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមានទំនួលខុសត្រូវក្នុងភាពជាឪពុកក្នុងភាពជាប្តីទូនាទីជាម៉ែទូនាទីជាប្រពន្ធធ្វើតាមទូនាទីបានល្អបំផុតជាមង្គលឃើញទេអំណត់អត់ធន់មានភាពអត់ធ្មត់មិនឆេវឆាវអីជាដើមហ្នឹងជាមង្គលដែរសោវចសតាភាពជាអ្នកគេនិយាយបានណាសោវចសតាហ្នឹងមិនមែនរឹងត្អឹងហ្នឹងហើយនិវាតោប្រព្រឹត្តបន្ទាបខ្លួនមិនតម្កើងខ្លួនមិនអួតខ្លួនមិនអួតនិយាយរួមទៅប្រព្រឹត្តបន្ទាបខ្លួនហើយសោវចសតាចិត្តគ្នាហ្នឹងទី1គឺបន្ទាបខ្លួនមិនលើកខ្លួនទោះបីមានដល់ណាតំណែងដល់ណាក៏ប៉ុន្តែមិនមើងងាយគេប្រព្រឹត្តបន្ទាបខ្លួនហ្នឹងមិនមែនដាក់ខ្លួនរបៀបឌឺដងអីទេគឺថាប្រព្រឹត្តបន្ទាបគួរជាទីមិនខ្លាចមិនជាទីញញើតអំពីអ្នកដតីអញ្ចឹងឲ្យអ្នកដតីនៅរាប់អានបានសោវចសតានឹងទោះបីយើងក្នុងឋានៈណាតំណែងណាក៏ដោយនៅតែអាចគេនិយាយបានហ្នឹងអាចចេះស្ដាប់បង្គាប់អាចចេះទោះបីមិនតាមគេទាំងស្រុងក៏នៅតែស្ដាប់យកមកគិតយកមកពិចារណាមនុស្សដែលគេនិយាយបានសោវចសតានោះមានន័យថាមនុស្សដែលគេនិយាយបានមិនទៅតឹងរឹងរូសអាងអញចេះម្នាក់ឯងអត់ទេជាមង្គលព្រោះយើងមើលមិនសពទេព្រោះមានអ្នកហ្នឹងវាឡើងតាមចេះឡើងតាមចាស់ឡើងតាមតំណែងឡើងតាមទ្រព្យ
វាឡើងមកបាំងខ្ទេចហ្មងរឿងអីដែលគួរកើតឡើងបានវាអត់កើតល្អធ្វើបាត់បង់ទៅវិញអញ្ចឹងបានស្មាមើល documentary Bruce Lee មួយគេនិយាយពី Bruce Lee កាលគាត់ល្បីខ្លាំងមែនទែនស្ដាប់ជាខីចាន់អីនិយាយបានជួប Bruce Lee ម្ដងគាត់អរចង់ងាប់ហើយប៉ុន្តែមនុស្សល្បីអញ្ចឹងគេអត់ហ៊ាននិយាយជំងឺគាត់ឈឺដួលសន្លប់ប្រមាណដងហើយពេទ្យឲ្យមើលថែតែគាត់មិនព្រមគាត់មានអ្នកនិយាយរឿងមានអ្នកហើយមនុស្សជុំវិញខ្លួនគាត់ទោះបីដឹងក៏គេអត់ហ៊ាននិយាយដែរគេអត់ហ៊ាននិយាយទេខ្លាចគាត់ខឹងខ្លាចគាត់អត់សប្បាយចិត្តអីចឹងហ្នឹងហើយដល់ល្បីមកវាល្អហើយល្បីប៉ុន្តែជាមួយនឹងល្បីវាមានអាមានអ្នកហ្នឹងហើយដែលរាំងនៅអាខ្នងយើងមើលអត់ឃើញគេប្រាប់យើងថាខ្នងយើងមានប្រឡាក់អីចឹងទៅយើងអត់យកចិត្តទុកដាក់អាំងតែអញវាល្បីហើយអញវាខ្លាំងហើយអាហ្នឹងមកវាខ្វះនៅសោវចសតាខ្វះនៅនិវាតោហ្នឹងអត់មានជាមង្គលទេហ្នឹងហើយចឹងបានថ្ងៃមុនស្ដាប់ដាឡៃឡាម៉ាដែរដាឡៃឡាម៉ាគាត់ថាលោកថាជីវិតក្នុងโลกនេះវាគ្មានអីលើសគ្នាទេរឿងតំណែងរឿងឈ្មោះហ្នឹងគេឲ្យទេរបស់ខាងក្រៅបើសិនជាជាប់ឈ្មោះថាខ្ញុំជាដាឡៃឡាម៉ាគាត់ថាពិភពលោកហ្នឹងលោកថាពិភពលោកហ្នឹងជង្អៀតសម្រាប់លោកមកលោកបាក់ដើរព្រោះទៅណាក៏អញដាឡៃឡាម៉ាទៅណាក៏អញដាឡៃឡាម៉ាដែរនឹងគេត្រូវធ្វើអញ្ចេះធ្វើអញ្ចោះចំពោះអញប៉ុន្តែក្នុង feeling របស់លោកដាឡៃឡាម៉ានឹងជារបស់ក្រៅខ្លួនលោកគ្រាន់តែ small part មួយនៃពិភពលោកដូចតែអ្នកទាំងអស់គ្នាអញ្ចឹងទៅលោកដើរទៅណាក៏បានដែរមិនអីវាលេងតែកន្លែងណាដែលគេមិនអនុញ្ញាតឲ្យលោកទៅពាក់ព័ន្ធនយោបាយពាក់ព័ន្ធស្អីស្រុកទេសអីហ្នឹងប៉ុន្តែជាធម្មតាលោកដើរទៅនេះទៅនោះឲ្យធម្មតាអញ្ចឹងសេរីភាពនៅពេលដែលមានការប្រព្រឹត្តបន្ទាបខ្លួនវាស្រួលអញ្ចឹងឃើញទេជាមង្គលហើយថាមិនប្រព្រឹត្តបន្ទាបខ្លួនទេលែងមានគេហៅថាជីវិតឯកជនហ្នឹង free life ហ្នឹងលែងមានទៅណាមកណាអង្គរៈឆ្វេងស្ដាំទៅរហូតចង់ទៅស៊ីកាទៀវគេមួយចានក៏ពិបាកគេបាក់ឯងពេញតែផ្លូវបាក់មិនស្រួលទេដូចជាប់គុកអញ្ចឹងទៅណាគេយាមវិញណាស្រួលទេចឹងសរុបមកវិញថាមង្គលដ៏ឧត្តមគឺមង្គលដែលប្រសូតចេញពីការគិតត្រូវប្រសូតចេញពីកុសលហ្នឹងហើយមង្គលពិតប្រាកដគឺទាល់តែពលត្រូវនៅព្រះនិព្វាន